โดยการសន្យាលោក Ruben Amorim គ្រូបង្គោល Manchester United បាននិយាយសូមទោសអ្នកគាំទ្រ Man U ជាសាធារណៈចំពោះរដូវកាលដ៏មហន្តរាយរបស់ Manchester United ក្នុងយុទ្ធនាការ2024-25នេះដោយមិនបានឈ្នះពានអ្វីសោះពានអឺរ៉ុបរដូវកាលក្រោយគ្មានកៅអីលេងឡើយទាំង3កម្រិតពានរង្វាន់ខណៈនៅក្នុងក្របខ័ណ្ឌ Premier League បានលេខរៀងទី15ក្រោយបិទរដូវកាលនៅ Old Trafford ឈ្នះ Aston Villa 2-0 កាលពីយប់មិញឈរនៅក្នុងរង្វង់កណ្ដាលទីលាននៅកីឡដ្ឋាន Old Trafford ទន្ទឹមនឹងការសូមអភ័យទោសអ្នកគាំទ្រ Man U ចំពោះលទ្ធផលដ៏សែនអន់របស់ក្លឹបក្នុងរដូវកាលនេះលោក Ruben Amorim ក៏បានធានាអះអាងផងដែរនៅចំពោះមុខអ្នកគាំទ្រក្លឹបបិសាចក្រហមថាកាលពី6ខែមុនពេលខ្ញុំដឹកនាំ3ប្រកួតដំបូងឈ្នះ2ស្មើ1ពេលនោះខ្ញុំបាននិយាយថាព្យុះកំពុងបោកបក់មកហើយឥឡូវនេះរដូវកាលរបស់យើងបានបញ្ចប់ទៅក្នុងភាពមហន្តរាយក៏ប៉ុន្តែខ្ញុំអាចនិយាយបានថាថ្ងៃល្អកំពុងមករកយើងហើយនៅលើពិភពលោកនេះប្រសិនបើមានក្លឹបមួយដែលអាចជំនះការលំបាកគ្រប់បែបយ៉ាងដែលអាចជំនះមហន្តរាយគ្រប់បែបយ៉ាងបាននោះគឺ Manchester United គ្រូបង្វឹកជនជាតិប៉ូទុយហ្គាល់រូបនេះបានបញ្ជាក់ថាពួកយើងត្រូវតែធ្វើការជ្រើសរើសជម្រើសមួយបើមិនអញ្ចឹងទេយើងនៅតែបន្តជាប់គាំងលើផ្លូវដដែលដូចក្នុងអតីតកាលកន្លងមកនេះលោកលើកជាយោបល់មួយថាតើពួកយើងត្រូវស្ដីបន្ទោសគ្នាឬក៏ជំនុំមកវិញពួកយើងពួតដៃគ្នាហើយឆ្ពោះទៅមុខរដូវកាលសម្រាប់ Man U បានចប់អស់ហើយលោក Amorim មានសុទិដ្ឋិនិយមថាក្រោយមេឃខ្មៅងងឹតមានព្យុះភ្លៀងគ្របដណ្ដប់ឥឡូវនេះថ្ងៃល្អកំពុងមកបណ្ដើរហើយសម្រាប់ Man Uយប់មិញនេះដែរកីឡាករ Man U ដែលបានប្រកាសលាអ្នកគាំទ្រលាក្លឹបជាផ្លូវការគឺខ្សែការពារ Victor Lindelof, Johnny Evans និងខ្សែបម្រើ Christian Eriksen ដែលផុតកិច្ចសន្យាជាមួយក្លឹបក្នុងបញ្ជីថ្ងៃប្រកួតយប់មិញពុំមាន Alejandro Garnacho ទេហើយខ្សែប្រយុទ្ធស្លាបអាហ្សង់ទីនវ័យក្មេងរូបនេះត្រូវបានរំពឹងថានឹងចាក់ចេញពី Man U ក្នុងរដូវក្តៅនេះដែរកាលពីខែមករាកន្លងទៅទាំង Chelsea ទាំង Napoli ចាប់អារម្មណ៍ចង់បានដាក់សំណើដេញថ្លៃក៏ប៉ុន្តែ Man U មិនទាន់លក់កាលនោះតែឥឡូវនេះបើកចំហលក់មែនទែនហើយអ្នកចាំទី Andre Onana ដែលជាអតីតកូនសិស្សរបស់លោក Erik ten Hag កាលនៅ Ajax ហើយលោក ten Hag ជាអ្នកទិញរូបគេពី Inter Milan មកជំនួស David De Gea នៅ Man U ក៏មិនមានឈ្មោះក្នុងបញ្ជីប្រកួតយប់មិញដែរនឹងត្រូវបានរំពឹងថាបើកចំហក្នុងការលក់ចេញដូចគ្នាប្រសិនបើមានក្លឹបណាចរចាទិញយកទោះបីជា Man U បានលេខរៀងទី15ជាចំណាត់ថ្នាក់ទាបបំផុតក្នុងលីកតាំងពីរដូវកាល1973-74មកខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Matheus Cunha បានព្រមព្រៀងចូលរួម Man U ហើយ Man U នឹងបង់ផ្ដាច់កុងត្រាទៅឲ្យ Wolves តម្លៃ 62.5 លានផោនហើយ Cunha នឹងចុះកិច្ចសន្យាជាមួយ Man U ដល់ឆ្នាំ2030អមដោយជម្រើសបន្លាយបន្ថែមមួយឆ្នាំទៀតដល់ឆ្នាំ2031ពាក់ព័ន្ធទៅនឹងអនាគតរបស់លោក Ruud van Nistelrooy ដែលបានដឹកនាំ Man U បណ្ដោះអាសន្នប្រមាណប្រកួតមុនពេលលោក Ruben Amorim ចូលជំនួសតំណែងលោក Erik ten Hag ជាផ្លូវការបច្ចុប្បន្នជាអ្នកចការ Leicester City កាលទៅ Leicester City គាត់បានចុះកិច្ចសន្យា3ឆ្នាំជាមួយក្លឹបនេះក៏ប៉ុន្តែมันអាចជួយ Leicester City គេចផុតពីការកាត់ទម្លាក់ទៅក្របខ័ណ្ឌ Championship បានហើយការប្រកួតបង្ហាញរដូវកាលយប់មិញចាញ់នៅទឹកដី Bournemouth 2-0 ទៀតលោក Ruud van Nistelrooy កំពុងរងចាំជជែកច្បាស់លាស់ជាមួយនឹងក្លឹបថានឹងសម្រេចយ៉ាងណាចំពោះអនាគតរបស់លោកចង់ចរចាឆាប់ឲ្យហើយប៉ុន្តែ Leicester City ត្រូវបានរំពឹងថាចង់យកអតីតអ្នកចាត់ការ Southampton Russell Martin មកកាន់តំណែងជំនួសលោក Ruud van Nistelrooy ក្នុងការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Championship រដូវកាល2025-2026ស្របពេលដែល Southampton បានតែងតាំងអ្នកចាត់ការវ័យ32ឆ្នាំ Will Steele ជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Championship រដូវកាលក្រោយលោក Will Steele នេះទស្សនិកជនប្រហែលជានៅចាំការលោកនៅដឹកនាំក្លឹបអារ៉ាំងក្នុងក្របខ័ណ្ឌ League អងទាំងដែលលោកអត់មានសញ្ញាបត្រ Pro License ទេនៅក្នុង League អងច្បាប់ចងថាអ្នកចាត់ការក្លឹបនៅ League អងនេះត្រូវតែមានសញ្ញាបត្រ UEFA Pro License ប៉ុន្តែសម្រាប់លោក Will Steele នេះអត់មានសញ្ញាបត្រ Pro License ទេលោកអាចដឹកនាំអារ៉ាំងបានដោយសារតែក្លឹបបានបង់ប្រាក់ពិន័យមួយប្រកួត 22,000 ផោនដើម្បីឲ្យលោកអាចដឹកនាំបានហើយកាលនោះលោកដឹកនាំអារ៉ាំងបានលទ្ធផលល្អគួរឲ្យកោតសរសើរយ៉ាងខ្លាំងផងដែរលោក Will Steele មានឪពុកម្ដាយជាជនជាតិអង់គ្លេសប៉ុន្តែកើតនៅ Belgium ឥឡូវនេះគាត់នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Southampton ខ្សែបម្រើស្លាបជប៉ុនKaoru Mitoma របស់ Brighton ត្រូវបាន Sky Germany រាយការណ៍ថា Bayern Munich និង Arsenal កំពុងតែប្រជែងគ្នាចង់បានហើយ Sky Sports ក៏បានរាយការណ៍ផងដែរថាខ្សែប្រយុទ្ធស៊ុយអែត Victor Gyökeres របស់ Sporting នឹងចាក់ចេញពីក្លឹប Portugal មួយនេះនៅក្នុងរដូវក្តៅនេះហើយកីឡាករវ័យ26ឆ្នាំរូបនេះត្រូវបានភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Arsenal និង Chelsea ហើយក្នុងនោះគេមានកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Sporting ដែលនឹងអនុញ្ញាតឲ្យគេចាក់ចេញពីក្លឹបក្នុងតម្លៃ
តិចជាង84លានផោនដែល84លានផោននោះគឺជាតម្លៃផ្ដាច់កុងត្រាប៉ុន្តែគេមានកិច្ចព្រមព្រៀងមួយជាមួយ Sporting ដែលអាចឲ្យគេចាក់ចេញក្នុងតម្លៃទាបជាងនេះ